មន់អ្នកណាដូចមន់ខ្ញុំអ្នកទាំងអស់គ្នាមន់ខ្ញុំឲ្យតែថាឃើញម្ចាស់ដឹងថារួតមកហើយវាធ្លាប់ហើយនេះខ្ញុំកំពុងតែរៀបចំឲ្យចំណីវាបើមិនឲ្យទេគឺថាវារោរឿងឯងដើរចុះដើរឡើងនិយាយទៅគឺធុញណាអ្នកទាំងអស់គ្នាអញ្ចឹងហើយគឺខ្ញុំទៅឲ្យហើយខ្ញុំឲ្យនេះគឺខ្ញុំឲ្យស្រូវខ្ញុំខ្ជិលយកអង្គឲ្យស៊ីប្រួយអង្គវាស៊ីវាអត់សូវឆាប់ឆ្អែតដូចស្រូវអញ្ចឹងហើយគឺខ្ញុំឲ្យស្រូវវាហើយមន់ខ្ញុំមិនមែនច្រើនណាស់ណាទេវាតិចតួចដែរនឹងប៉ុន្តែមន់នឹងមន់ស្រែមិនមន់ចំទេវាដើររស់ស៊ីផងហើយយើងឲ្យចំណីវាផងហើយនេះខ្ញុំរៀបចំឲ្យខ្ញុំដាក់ឯងឆ្វាតអីមិនឲ្យទៅវាហូបកាត់ហើយមន់ខ្ញុំនេះចំនឹងគឺវារស់នៅនឹងអត់មានត្រង់មានអីទេគឺថានៅកន្លែងណាដេកកន្លែងវាដេកកន្លែងណាគឺកន្លែងនឹងប្រហែលហើយនេះនិយាយទៅខ្ញុំរៀបចំឲ្យវានេះរៀងយូរដែរដោយសារតែយើងមើលវាផងអីផងខ្លាចវាចឹកវាអីទៅហើយនេះគឺមន់និយាយទៅមានមន់កូនមន់ធំនិយាយប៉ុន្តែភាគច្រើនគឺអត់សូវមានមន់ធំទេវាសបោតមន់កូនមន់ស្រូវសលៃអញ្ចឹងហើយគឺថាខ្ញុំមើលអ្នកទាំងអស់គ្នាឃើញហើយនេះភាគច្រើនអត់សូវមានទេហើយក៏ខ្ញុំក៏ពេលរៀបចំឲ្យចំណីអីរៀបចំសពគ្រប់ហើយក៏ខ្ញុំក៏ជាពេលទៅរកទឹកកន្លក់ដោយសារតែប្រហែលរយៈនេះមានអារម្មណ៍ថាឃ្លានមែនតែនហើយក៏ខ្ញុំក៏ជិះទៅហើយវីដេអូនេះគឺខ្ញុំខាតដោយសារតែវាវែងអញ្ចឹងហើយក៏ខ្ញុំកាត់វាដើម្បីឆាប់ចប់បើមិនចឹងទេគឺមិនងាយចប់ទេហើយនេះគឺថាផ្លូវយីទៅគឺថាមន់អីក៏អធិបតេយ្យបើយើងជិះលឿនដឹងថាងាប់ហើយព្រោះវាដើរឆ្លងកាត់ផ្លូវអត់ដឹងអីអញ្ចឹងហើយក៏មានតែយើងក៏ជិះតិចបើមិនជិះតិចក៏ខ្លាំងក៏អាចមានប៉ះពាល់នៅតែមានបញ្ហានៅថ្ងៃក្រោយហើយនេះគឺខ្ញុំទិញនេះគឺខ្ញុំទៅទិញកន្លែងទៅដែរទៀតដោយសារតែនៅខាងខ្ញុំនេះភាគច្រើនគឺមិនសូវមានតូបអ្នកលក់ទឹកកន្លុកទឹកអីប្រហែលទេមានតែមួយដោយសារតែយើងនៅស្រុកស្រែអញ្ចឹងលក់ភាគច្រើនលក់គឺអត់សូវដាច់ទេអញ្ចឹងហើយគឺបានមានមួយមានតូបមួយហើយនេះគឺជាទេសភាពនៅខាងស្រុកស្រែអ្នកទាំងអស់គ្នានិយាយទៅអ្នកទេសភាពនៅខាងស្រុកស្រែមានតែប៉ុណ្្នឹងឯងឲ្យទៅដល់ខែហ្នឹងហើយគេចាប់ដើមរៀបចំធ្វើស្រែដាក់ទឹកដាក់អីអ្នកខ្លះក៏គេព្រុសហើយប៉ុន្តែខ្ញុំឆ្នាំហ្នឹងអត់បានធ្វើទេស្រែដោយសារតែវាមានបញ្ហាច្រើនអញ្ចឹងហើយគឺអត់បានធ្វើហើយអ្នកទាំងអស់គ្នាមើលទៅនិយាយទៅគឺថាងាកទៅខាងណាក៏ស្រែដែរហើយគឺខ្យល់មកខ្លាំងហើយលំហើយមែនតែនណានិយាយទៅនៅខាងស្រុកស្រែនេះគ្មានអីនឹងធម្មជាតិទេវាគ្មានអីច្រើនជាងធម្មជាតិបើធម្មជាតិគឺមានច្រើនដូចអ្នកទាំងអស់គ្នាមើលឃើញហើយនិយាយទៅគឺលះហើយស្រួលកក់ក្ដៅមែនតែនបើអ្នកចូលចិត្តធម្មជាតិដឹងហើយប្រកាសជាត្រូវហើយដោយសារតែពេលមានខ្យល់ហើយអញ្ចឹងហើយមានដើមឈើមានស្រែមានអីជាងទៅមើលទៅមានអារម្មណ៍ស្រស់ស្រាយហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នា